អាយដាមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាគណៈអធិបតីក្នុងទិវាសហគ្រិនភាពកម្ពុជាឆ្នាំ2025ក្រមប្រធានបទចក្ខុវិស័យឆ្នាំ2030ការវិនិយោគដើម្បីអនាគតដោយមានការអញ្ជើញចូលរួមពីលោកប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញខេត្តសមាជិកសមាជិកាសហគ្រិនវ័យក្មេងកម្ពុជាលោកស្រីតំណាងសមាគមពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសអាជីវករព្រមទាំងសិស្សានុសិស្សនៅសាលប្រជុំសាលាអន្តរជាតិរ៉េនទ្រីក្រុងបាត់ដំបងនារសៀលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ក្នុងសន្ទរកថាស្វាគមន៍របស់អុកញ៉ាហុងស៊ីថាប្រធានសមាគមសហគ្រាសវ័យក្មេងកម្ពុជាការវិនិយោគមានសារៈសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរួមមានការបង្កើតឲ្យមានការងារចំណូលពន្ធកើនឡើងនិងសេដ្ឋកិច្ចជាតិមានការរីកចម្រើនតួយ៉ាងប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីវិនិយោគនៅថ្ងៃទី15ខែតុលាឆ្នាំ2021ក្នុងគោលបំណងទាក់ទងវិនិយោគិនទាំងនៅក្នុងស្រុកនិងអន្តរជាតិច្បាប់ស្តីពីវិនិយោគនេះបាននឹងកំពុងបង្កលក្ខណៈអំណោយផលកាន់តែមានភាពងាយស្រួលដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់ការវិនិយោគដែលជាផ្នែកមួយយ៉ាងសំខាន់បំផុតដល់ការជំរុញការកើនឡើងនៃសេដ្ឋកិច្ចជាតិក៏ដូចជាជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាលនៃការជះឥទ្ធិពលអវិជ្ជមានពីការរាតត្បាតរបស់ជំងឺ Covid-19 និងការបង្ការទុកមុននៃប្រធានសក្តិណាមួយដែលអាចកើតមានឡើងដោយនេះការដាក់ចេញនៅប្រធានបទស្តីពីចក្ខុវិស័យឆ្នាំ2030ដោយផ្ដោតលើការវិនិយោគដើម្បីអនាគតនេះនឹងផ្ដល់ជាប្រយោជន៍ជាពិសេសលើការជំរុញសន្ទុះធុរកិច្ចដែលអាចតភ្ជាប់ជាប្រព័ន្ធអេកូឡូស៊ីនិងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជានិងកាត់បន្ថយការពឹងផ្អែកផលិតកម្មប្រទេសជិតខាងសម្រាប់កម្មវិធីនេះនឹងបង្ហាញនៅឱកាសនិងទូនីតិដ៏សំខាន់របស់សហគ្រិនវ័យក្មេងកម្ពុជានៅខេត្តបាត់ដំបងនៅចុងត្រីមាសទី1ឆ្នាំ2024មានក្រុមហ៊ុនវិនិយោគនិងរោងចក្រធំៗនៅខេត្តបាត់ដំបងដូចជារោងម៉ាស៊ីនកិនស្រូវកសិដ្ឋានចិញ្ចឹមសត្វរោងចក្រកែច្នៃដំឡូងមីនិងពោតរោងចក្រស៊ីម៉ង់រោងចក្រផលិតថ្នាំពេទ្យរោងចក្រកែច្នៃក្រដាសរោងចក្រស្បែកជើងនិងរោងចក្រសហគ្រាសគ្រឹះស្ថានផ្សេងៗទៀតសរុបចំនួន736ដែលបានផ្ដល់ការងារដល់កម្មករនិយោជិកចំនួន14973នាក់សមាគមសហគ្រិនវ័យក្មេងបាននឹងកំពុងលើកកម្ពស់គាំទ្រដល់វិនិយោគិនឬសហគ្រិនវ័យក្មេងដោយមិនរើសអើងឬគិតពីនិន្នាការអ្វីឡើយតាមរយៈការកៀងគរសមាជិកសកម្មនិងសមាជិកសក្តានុពលដើម្បីចូលរួមការកសាងសេដ្ឋកិច្ចខេត្តរបស់យើងតាមរយៈការវិនិយោគរួមគ្នាឬដោយឡែកឲ្យស្របទៅតាមច្បាប់និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានថ្លែងនៅការកោតសរសើរនិងអបអរសាទរចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាពិសេសសាខាខេត្តបាត់ដំបងដែលដឹកនាំដោយលោកអុកញ៉ាហុងស៊ីថាប្រធានសមាគមចំពោះការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះវត្តមានរបស់សមាគមសហគ្រិនវ័យក្មេងក៏ដូចជាសមាគមពាណិជ្ជកម្មនានាក្នុងខេត្តបាត់ដំបងគឺពិតជាធ្វើឲ្យឯកឧត្តមមានក្តីសង្ឃឹមនឹងការជឿជាក់ខ្លាំងទៅលើអនាគតនៃវិស័យឯកជនជាពិសេសក្នុងការចូលរួមយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខេត្តបាត់ដំបងឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថាទិវាសហគ្រិនភាពកម្ពុជាគឺជាសក្ខីភាពមួយនៃការខិតខំរបស់សមាគមក្នុងការប្រមូលផ្ដុំដៃគូសហការពីគ្រប់ភាគីទាំងអស់ជាពិសេសដៃគូរវាងរដ្ឋនិងឯកជនក្នុងការរៀបចំទិវានេះឲ្យកើតមានឡើងជាប្រយោជន៍សម្រាប់សហគ្រិននិងសេដ្ឋកិច្ចក្នុងន័យនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជាពិតជាស្ថាប័នដែលកំពុងដើរតួនាទីគំរូល្អមួយក្នុងការសហការនិងចែកចាយរវាងសហគ្រិនដូចគ្នាដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយអាជីវកម្មការបង្កើតឱកាសធុរកិច្ចវិនិយោគពង្រឹងបណ្ដាញសហគ្រិននិងការជួយបណ្ដុះបណ្ដាលសមត្ថភាពធុរជនពាក់ព័ន្ធក៏ដូចជាចលនាចូលរួមកិច្ចការសង្គមនិងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាខេត្ត
ពលសេដ្ឋកិច្ចទី4នៃប្រទេសកម្ពុជានិងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបងគឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បងដោយសារតែខេត្តមួយនេះមានកត្តាអំណោយផលពីធម្មជាតិអាកាសធាតុសន្តានដីនិងដីដែលមានជីវជាតិខ្ពស់និងប្រព័ន្ធស្រោចស្រពមានច្រើនកន្លែងសម្រាប់បម្រើដល់វិស័យកសិកម្មបាត់ដំបងបាននាំអង្ករចេញក្រៅប្រទេសមានកំណើនខ្ពស់បាត់ដំបងក៏ជាខេត្តដែលមានប្រវត្តិសាស្ត្ររុងរឿងនិងជាមជ្ឈមណ្ឌលសំខាន់នៃកសិកម្មវប្បធម៌និងឧស្សាហកម្មច្នៃប្រឌិតប្រធានបទនៃទិវាសហគ្រិនភាពកម្ពុជាឆ្នាំនេះគឺទស្សនៈឆ្នាំ2030វិនិយោគដើម្បីអនាគតជាប្រធានបទមួយដែលយើងទាំងអស់គ្នាត្រូវចូលរួមដើម្បីសម្រេចឲ្យបានព្រោះថាបច្ចុប្បន្ននេះរដ្ឋាភិបាលបានដាក់ទិសដៅធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ2030និងក្លាយជាប្រទេសអ្នកមានចំណូលកម្រិតខ្ពស់នៅឆ្នាំ2050ខាងមុខដូច្នេះយើងទាំងអស់គ្នាទាំងរដ្ឋនិងឯកជនត្រូវរួមរំគ្នាដើម្បីសម្រេចនៅទិសដៅរួមមួយនេះដូច្នេះបងប្អូនជាសហគ្រិននិងពាណិជ្ជករត្រូវរួមគ្នាគិតរួមគ្នាផលិតរួមគ្នាគ្រប់គ្រងផលិតផលនិងសេវាកម្មរបស់ខ្មែរយើងសូមចងចាំថាមានតែខ្មែររួមរំគ្នាទេទើបខ្មែរខ្លាំងរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានចាត់ទុកវិស័យឯកជនគឺជាដៃគូដែលមានអាទិភាពខ្ពស់បំផុតក្នុងកិច្ចអភិវឌ្ឍវិស័យឯកជនគឺជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាអ្នកបង្កើតតម្លៃបន្ថែមជាអ្នកបង្កើតការងារហើយជាប្រភពនៃប្រសិទ្ធភាពក៏ដូចជានវានុវត្តន៍ក្នុងសេដ្ឋកិច្ចហើយសហគ្រិនគឺជាសសរស្តម្ភនៃការអភិវឌ្ឍនិងភាពខ្លាំងរបស់វិស័យឯកជនសមិទ្ធផលដ៏ជោគជ័យនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃសុខសន្តិភាពស្ថិរភាពនយោបាយគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អនិងរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខរាជរដ្ឋាភិបាលនិងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍លើកទឹកចិត្តដល់សហគ្រិនទាំងអស់ឲ្យរួមគ្នាថែរក្សាសុខសន្តិភាពនិងរួមគ្នាពង្រឹងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំនិងបានស្នើឲ្យភាគីពាក់ព័ន្ធជាពិសេសមន្ទីរពាក់ព័ន្ធអ្នកវិនិយោគនិងដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមគាំទ្រនិងសហការដល់សហគ្រិនព្រោះថាសហគ្រិនជាអ្នកបង្កើតថ្មីជាអ្នកហ៊ានប្រឈមហានិភ័យនិងជាអ្នកបង្កើតការងារដែលជំរុញឲ្យមានការរីកចម្រើននិងវិបុលភាពផ្នែកសេដ្ឋកិច្ច